ពី2026អ្នកនរគ្នាខ្ញុំអត់តបានធ្វើវីដេអូ surprise គូតដឹងខ្ញុំឯងថ្ងៃនេះនាំទាំងអស់គ្នាទៅ surprise គូតដឹងខ្ញុំជាមួយនឹងខ្ញុំដោយប្រើលុយ 26,600 ទៅទិញកាដូជូនគាត់ចាំមើលថាទឹកលុយប៉ុណ្ណឹងអាចធ្វើឲ្យគាត់សប្បាយចិត្តហក់លោតបានអត់អូនេះអូខ្ញុំជឿថាអ្វីដែលខ្ញុំធ្វើនេះមិនមែននិយាយពីលុយទេគឺនិយាយពីទឹកចិត្តហើយនឹងការយល់ចិត្តរបស់គាត់បើសិនជាយើងជាដៃគូគាត់ណាយើងយល់ចិត្តគាត់ថាគាត់ចង់ញ៉ាំអីចូលចិត្តញ៉ាំអីស្រឡាញ់អីគាត់សប្បាយចិត្តទ្វេដងគុណនឹង10គុណនឹង100អញ្ចឹងខ្ញុំមកទិញលីហាឲ្យគាត់ញ៉ាំដោយសារតែលីហាគឺជា favorite food របស់គាត់មកកំប៉ុង3000អូនឧបសគ្គខ្ញុំអត់ដឹងថាគាត់ចង់ញ៉ាំអាណាគាត់ចូលចិត្តហល់អត់បងគាត់ចូលចិត្តតែបងអញ្ចឹងយកអានេះមកមុខមួយមកបងទាំងអស់ប៉ុន្មានបង26,000អូន26,000បើអញ្ចឹងត្រូវហ្មងត្រូវមករបស់ញ៉ាំទិញហើយនៅឡើយអាចជាក់អញ្ចឹងឥឡូវនេះយើងធ្វើដំណើរទៅកាន់ទិសដៅមួយទៀតដោយសារតែយើងគ្រប់ 26,000 ហើយក៏ប៉ុន្តែខ្ញុំចង់បន្ថែមអីតិចតួចជូនគាត់ទៀតឥឡូវនេះខ្ញុំទៅទិញភេសជ្ជៈគាត់ចូលចិត្តគឺតែក្រូចឆ្មាយកជូរយកដិតប៉ុន្តែអ្វីដែល challenge ចំពោះយើងគឺគ្រប់លុយហើយអញ្ចឹងយើងអាចទិញលើនឹងបានទេដើម្បីទិញបានគឺខ្ញុំទិញឲ្យខ្លួនឯងផឹកតែខ្ញុំឲ្យគាត់ញ៉ាំដែរឆ្លាតតែក្រូចឆ្មាពណ៌បៃតងមួយយកជូរដិតជូរផ្អែមដិតតែប៉ិតគោលបំណងខ្ញុំធ្វើទាំងអស់នេះគឺដើម្បីបាយថ្ងៃមួយពេលឲ្យសុបាយចិត្តព្រោះយប់មិញខ្ញុំឃើញថាគាត់អត់សូវសុបាយចិត្តទេគាត់រៀង stress ហើយនឹងពិបាកចិត្តខ្លាំងគេអត់លក់អញ្ចឹងយើងមកបើគាត់វិញជាមួយនឹងរបស់គាត់ចូលចិត្តតោះឥឡូវយើងមកដល់ហើយតែស្អាយចូលក្នុងមុនឥឡូវបិទភ្នែកអត់ដឹងបិទភ្នែកដឹងគេបាច់បិទទេអីគេលីហាតំហេងមិនដឹងមិនដឹងដឹងទៅតែនឹងទេមកព្រោះឯងព្រោះឯងសួនគឺគេមិនខាញ់តែខ្ញុំនឹងចិត្តរសជាតិឯងឃើញសោះទៅកុំឲ្យបងដាច់សទ្ធាបែបនេះទៅ1 2 3พูดต่อไปឡើងច្រើនទិញមកច្រើនណាស់គឺបងចង់ surprise អាណញ៉ាំបាយថ្ងៃឆ្ងាញ់ទិញពួតបងខំទៅគាត់ដែរតែបងអត់ចេះញ៉ាំទេតែយើងញ៉ាំបានតែគាត់ដឹងហ្នឹងទីអីអត់ហ៊ាននិយាយណាក្នុងចិត្តគាត់បែបហ្នឹងដឹងទៅលេងសុបាយចិត្តអត់សុបាយចិត្តអត់គេទឹកមកនេះអូសម័យមើជាមួយលេងតិចនេះសង្កត់ទេបាទគូគេយ៉ាងម៉េចអត់ដឹងទេណាប៉ុន្តែគូខ្ញុំរបស់ញ៉ាំគឺជាក្តីសុខទីណាមានម្ហូបឆ្ងាញ់ទីនោះមានសម្បត្តិបរមីនឹងហើយចង់ប្រាប់ថាងាវលៀសហ្នឹងគឺអត់ត្រូវខ្ញុំទេប៉ុន្តែឲ្យតែមិនបានញ៉ាំអូខេហើយឆ្ងាញ់ដល់រំអានេះមានអីចង់ប្រាប់ទៅកាន់ទស្សនិកជនមកឬក៏ fan អានេះចង់ប្រាប់ថាបើចង់មានក្តីសុខដូចខ្ញុំណាមានក្តីសុខរឿងញ៉ាំដូចខ្ញុំរកសង្សារដែលចូលចិត្តញ៉ាំទៅឥឡូវគេកំពុង trending អីគេចង់ខ្លាចជាស្ថិនីរកប្តីអ្នកមានអីអញ្ចឹងណាខ្ញុំអត់ដឹងទេខ្ញុំគិតតែរឿងញ៉ាំមួយបាយបងប្អូនអរគ្នាជួបគ្នានៅអេពីសូតក្រោយចូលមានអេពីសូតទៀត live ចុះខ្ញុំត្រូវញ៉ាំរបស់ឆ្ងាញ់ច្រើនទៀតទៅក្រោយវគ្គក្រោយញ៉ាំរបស់អត់ចេះញ៉ាំម្ដងអូនអត់ញ៉ាំទេ